ដឹងតែឆ្ងាញ់មាត់តែម្ដងចាគ្រឿងផ្សំស្ងោរជ្រក់មាន់របស់ខ្ញុំបងប្អូនទាំងអស់គ្នាខ្ញុំត្រៀមកូនសក្រីក្រូចឆ្មាខ្ទឹមសម្ទេសស្លឹកក្រូចសើចម្ដេងហើយនៅក្នុងនោះខ្ញុំលាយជាមួយនឹងស្វាយខ្ចីមានបងប្អូនណាខ្លះស្ងោរជ្រក់មាន់លាយស្វាយខ្ចីដូចខ្ញុំអត់ឆ្ងាញ់តាស្វាយមួយដើមនេះស្វាយខុសរដូវខ្ញុំចង់ទៅបានស្វាយនេះបងប្អូនទាំងអស់គ្នាបងគ្រឿងសាននេះណែគ្រឿងដែលខ្ញុំត្រូវដាក់ចូលនៅក្នុងស្ងោរជ្រក់មាន់របស់ខ្ញុំចាយើងដាក់គ្រឿងចូលឲ្យវាពុះចេញក្លិនតិចទៅខ្ញុំចាប់ផ្ដើមដាក់សាច់មាន់ចូលនេះណែបងប្អូនទាំងអស់គ្នាសាច់មាន់ខ្ញុំដាក់កាប់ធំចឹងហ្មងចាវ៉ាវស្ងោរជ្រក់មាន់ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតស្ងោរជ្រក់មាន់បែបអ្នកជនបទរស់នៅតាមជើងភ្នំចាស្ងោរជ្រក់បដាមើលទេសភាពបដានេះនេះគ្រឿងផ្សំត្រៀមរួចជាស្រេចមកមាត់ទឹកងាកមកផ្ទៃទឹកដងព្រៃឡើងស្ងប់ស្ងាត់ថ្ងៃពេលល្ងាចប្រហែលជាម៉ោង5ជាងនៅពេលនេះផ្ទៃមេឃជើងភ្នំមើលទៅជាពណ៌មាសអូយសម្រស់ផូរផង់ស្រស់ត្រកាលអាហារតិចទៀតនឹងបានរសជាតិឆ្ងាញ់ស្ងោរជ្រក់មាន់ស្នាដៃម៉ាក់សៃអមវ៉ាវដល់វគ្គផ្សំគ្រឿងហើយទៀតខ្ញុំដាក់អំបិលនេះអំបិលកាអំបិលចាអំបិលចូលទៅសិនហើយខ្ញុំដាក់ម្សៅស៊ុបបន្តិចសិនហើយខ្ញុំដាក់ទឹកត្រីអូខេស្ងោរជ្រក់នេះខ្ញុំអត់បង់ស្ករទេតែប៉ុណ្្នឹងជាការស្រេចហើយបន្តមកដាក់ម្ជូរចាដាក់ស្វាយខ្ចីដែលខ្ញុំបេះមិញណានេះស្វាយខ្ចីនេះចាបន្ទាប់ពីសាច់មាន់របស់យើងផុយហើយយើងដាក់ស្វាយខ្ចីចូលហើយច្របាច់ក្រូចឆ្មាដាក់ជីជាការស្រេចចាមាន់របស់យើងឆ្អិនហើយខ្ញុំដាក់នេះស្វាយខ្ចីចូលចាចុងក្រោយគេនេះគឺយើងដាក់ជីចាជាការស្រេចវ៉ាវស្ងោរជ្រក់មាន់បហូបរួចរាល់អស់ហើយស្ងោរជ្រក់មាន់រងចាំតែអ្នកញ៉ាំទេ